ចូលដល់ខែវស្សាស្អីក៏សម្បូរដែរបងប្អូនសំបីតែធម្មជាតិនឹងក៏ពណ៌បៃតងផ្កានឹងរីកស្រស់ស្ងាត់ហ្មងណាហើយចំណែកនាងខ្ញុំនឹងព្រលឹមឡើងអត់មានអីធ្វើទេគឺងើបមកស្រោចតំណាំតំណោយអីយើងដាំអីទៅថ្ងៃខ្លះក៏ភ្លៀងមកយើងចំណេញទឹកថ្ងៃណាភ្លៀងអត់មកចឹងទៅស្រោចវាបន្ថែមដើម្បីឲ្យមុខផ្ទះគៀនផ្ទះហ្នឹងមានពណ៌បៃតងអញ្ចឹងទៅជាក់ជុំមើលផ្ដល់ជាសំណើមផងក៏ដូចជាជួយឲ្យជំរកដល់សត្វល្អិតទួយអីចឹងហើយតំណាំខ្ញុំនឹងសបោជាងគេនឹងគឺកដោបប៉ារ៉ាមកច្រើនណាស់សបោណាបងប្អូនណាចាហើយបើនិយាយពីអូគីដេវនេះស្រួលដាំមកហើយឥឡូវកលេចមកមើលត្រីនេះវិញខែនេះត្រីពងហើយយើងអ្នកហូបត្រីហ្នឹងថាមិនហូបត្រីពងទេប៉ុន្តែអាត្រីពងហ្នឹងឆ្ងាញ់ណាស់ពេលអាំងហើយនេះហើយសាប់ស្វាយឈូស្វាយដាក់ចឹងមានលាយពេញប៉ោះខ្ទឹមសខ្ទឹមក្រហមអីចឹងអូយនិយាយពីថាឆ្ងាញ់ចាប់ជាតិត្រូវគ្នាហ្មងហើយខែនេះស្វាយសបោជាងគេស្វាយទុំហើយស្វាយចាស់បើស្វាយខ្ចីវិញមិនសូវសបោទេស្វាយខ្ចីបានដៃឡើងថ្លៃតែម្ដងចាធ្លាប់ទៅទិញស្វាយខ្ចីរដងអីមួយផ្លែ1គីឡូអីតើ1500 2000នេះចូលខែនេះគេឡើងរកគេ3000ទៅ5000នេះចឹងទៅតាមកន្លែងគេអ្នកលក់អីចឹងទៅហើយយើងសាប់ស្វាយហើយផ្សំគ្រឿងស្ករប៊ីចេងដាក់ទឹកត្រីយើងមកទឹកត្រីម៉ែធ្វើវាពណ៌មិនសូវស្អាតវាមិនសូវស្រស់ដូចគេពណ៌រៀងកម្រើប៉ុន្តែបើរសជាតិវិញទឹកត្រីឆ្ងាញ់ពិតចាហើយដាក់លាយចូលគ្នាមកអញ្ចឹងមកជាមួយនឹងត្រីអាំងមកចទាយើងអូយបងប្អូនហើយធ្វើអញ្ចឹងខ្ញុំនឹកឃើញកាលខ្ញុំនៅក្មេងឬក៏ពេលខ្ញុំទៅស្រុកទៅអីបាចស្រះបាចអីជាមួយពូមីងបងប្អូនខ្ញុំណាអូយឆ្ងាញ់ណាស់កាលនោះពេលត្រីគេបាចស្រះមកគ្មានស្វាយគ្មានអំបិលអីទេមានតែអំបិលចុចតែអំបិលជាមួយនឹងត្រីគេដុតភ្លាមនិយាយពីជាតិយកទៅណាមិនអស់ផ្អែមនោះផ្អែមឆ្ងាញ់មិនដឹងថាបងប្អូនអ្នកមើលខ្ញុំនឹងធ្លាប់ហូបត្រីដុតពេលបាច់ស្រះភ្លាមដូចខ្ញុំអត់ទេហើយរសជាតិផ្អែមឆ្ងាញ់ដូចនាងខ្ញុំថានឹងអត់ទេចាឆ្ងាញ់មែនឥឡូវត្រីអាំងរបស់យើងនឹងរួចរាល់ហើយចាប់ត្រីអាំងយកមកដាក់នឹងចានតម្រៀបឲ្យស្អាតទៅយើងពេលឃើញត្រីនឹងតំណងស្អាតតំណងឆ្ងាញ់ដែរតាបងប្អូនចាហើយនឹងក៏សល់ខ្យូងសល់អីហ្នឹងចាប់ខ្យូងដាក់អុកពេលខ្ញុំចាប់ខ្យូងដាក់អុកហ្នឹងខ្ញុំនឹកឃើញកាលនៅក្មេងម៉ែប៉ាខ្ញុំគាត់អាំងខ្យូងគាត់ដុតខ្យូងដុតអីហើយហ្នឹងអាំងត្រីឬធ្វើម្ហូបហើយគាត់ចាប់ដាក់អុកចឹងនឹកឃើញកាលយើងនៅផ្ទះខ្ទមផ្ទះអីនៅស្រែទេសភាពមួយយ៉ាងបងប្អូននឹកឃើញទៅមានតែអតីតកាលរបស់យើងក្មេងៗសប្បាយ